រឿងក្រពើនិងអ្នកបរទេះកាលពីព្រេងនាយមានសត្វក្រពើមួយក្បាលអាស្រ័យរស់នៅក្នុងបឹងជិតភូមិមួយបឹងប៉ប៉ុណ្ណាណីក្រពើមានតែអញមួយបើត្រីខ្យងក្តាមអីវាមានគ្នាទៅចែកលេងឯងនេះអត់មានគ្នាទៅចែកលេងសោះលុះដល់រដូវប្រាំងទឹកឡើងក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានក៏វេលឡើងលើគោកដើរត្រាច់ចររកកន្លែងដែលមានទឹកផ្សេងទៀតកាលនោះតាចាស់ម្នាក់បរទេះមកឃើញក្រពើវេនៅលើតាមផ្លូវក្រពើឃើញតាចាស់ក៏និយាយទៅកាន់តាចាស់ថាតាអើយតាមានយកទឹកមកតាមខ្លួនទេឲ្យខ្ញុំសុំផឹកទឹកផងខ្ញុំវេទៅមុខឡើងរួចហើយតាទេតាមិនហ៊ានយកទឹកទៅឲ្យឯងផឹកទេតាខ្លាចឯងស៊ីណាស់តាខ្លាចក្រពើសឹងអីហើយកុំខ្លាចខ្ញុំអីខ្ញុំក្រពើស៊ីត្រីទេឥឡូវនេះរកត្រីស៊ីមិនបានទេតាអើយបានស៊ីមនុស្សក៏បានដែរថាម៉េចឯងចង់ស៊ីមនុស្សផងហីមិនបានទេអញទៅហើយឈប់សិនតាស្ដាប់ខ្ញុំសិនខ្ញុំនឹងរកត្រីស៊ីមិនបានបើបានស៊ីកំពឹសក៏បានដែរខ្ញុំមិនដែលស៊ីមនុស្សទេតាឯងចង់ស៊ីកំពឹសទេអីតាខំតែភ័យលីសូស៊ីមនុស្សក៏បានមុនដឹងតាផឹកទឹកអស់ទៅហើយសល់តែបំពង់ទទេនឹងហើយចាឯងទៅណាទៅណីហើយឲ្យតាជួយយ៉ាងម៉េចទៅខ្ញុំនេះរកទីអាស្រ័យពុំមានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះទឹកវារីងស្ងួតអស់ទៅហើយរស់នៅតទៅទៀតមិនបានទេទើបខ្ញុំនឹងខំស្វែងរកបឹងស្ទឹងទន្លេ2-3ថ្ងៃហើយតែរកវាពុំបានសោះចៃដន្យខ្ញុំក៏ជួបលោកតាសូមតាជួយខ្ញុំរកកន្លែងដែលមានទឹកជ្រៅហើយដាក់ខ្ញុំនៅកន្លែងនោះចោះតាក៏ព្រមតាមក្រពើទើបដោះគោចេញពីនឹមហើយលើកក្រពើឡើងហើយដាក់សណ្ដូកលើទូករទេះក្រពើមិនទុកចិត្តខ្លួនឯងក៏ឲ្យតាយកខ្សែចងខ្លួននឹងទូករទេះតាដាក់ខ្ញុំអញ្ចឹងខ្ញុំខ្លាចតែធ្លាក់ទេចេះចុះតាជួយចងខ្ញុំនឹងទូករទេះនេះទៅបើឯងខ្លាចធ្លាក់ចឹងតាចងហើយត្រមបន្តិចទៅចឹងតាក៏ធ្វើតាមក្រពើស្រេចហើយតាក៏ទឹមគោបរទេះចេញទៅលុះដល់ទីបឹងមួយមានទឹកជ្រៅតាក៏បញ្ឈប់រទេះដោះគោចេញហើយស្រែកខ្សែចេញពីក្រពើបឹងនេះមានទឹកហើយវើយចូលចៅឯងលោតទៅនៅបឹងនេះចោះឯក្រពើជាសត្វមិនដឹងគុណគេឃ្លានអាហារដែលអត់មកជាយូរថ្ងៃហើយក៏និយាយទៅកាន់តាថាតាឯងនេះចងយើងភ្ជាប់ទៅនឹងទូករទេះឲ្យយើងរងទុក្ខវេទនាជាពន់ពេកណាស់ចឹងតាឯងគួរតែឲ្យគោមួយមកយើងស៊ីដើម្បីសងជំងឺចិត្តយើងទៅតាឯងនឹងរួចទោសបើមិនឲ្យគោយើងស៊ីយើងនឹងស៊ីតាឯងឥឡូវនេះហើយតានោះឮក្រពើនិយាយហើយផិតភ័យណាស់ទើបស្ដីអង្វរថាណែចៅក្រពើខ្ញុំខំដឹកឯងរកបឹងខ្ញុំនេះមានគុណលើឯងទេតម្ដេចបានជាឯងចង់ស៊ីខ្ញុំទៅវិញបើដូច្នេះខ្ញុំមិនសុខចិត្តទេខ្ញុំនឹងរកចៅក្រមមកជួយវិនិច្ឆ័យកាត់ក្តីរឿងនេះសិនចាំប្រតិបត្តិទៅតាមនឹងចោះតានោះបានជែកទុំមួយស្និតក៏ដើរទៅរកចៅក្រមដើរទៅក៏ជួបនឹងទន្សាយកមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាមានជែកដើរកាត់ព្រៃចូលមកក៏សួរតាថាតាអើយតាឯងដូចជាសពសៅដល់ហើយសុខទុក្ខយ៉ាងណាចូលមកតាក៏បាននិយាយរឿងខ្លួននឹងក្រពើដែលបានកើតហេតុនឹងគ្នាក៏ប្រាប់ទន្សាយនោះសពប្រការទន្សាយនោះស្ដាប់យល់ហេតុការក៏ថាយីអាសត្វក្រពើនេះជាសត្វមិនដឹងគុណតាឯងតតែសោះខ្ញុំសុខចិត្តធ្វើជាចៅក្រមកាត់ក្តីឲ្យតាឯងទៅចោះតាកំភៃអីឲ្យតែជែកនេះមកខ្ញុំស៊ីសិនមកសំទៅជាមួយគ្នាតានោះក៏ឲ្យជែកមួយស្និតទៅទន្សាយបរិភោគជែកអស់ហើយក៏ដើរទៅកាន់មាត់ទឹកនោះណែចៅក្រពើចៅឯងវង្វេងក្នុងព្រៃទៅណាទៅណីបានតានេះឲ្យដោយសារមកជាមួយឥឡូវបានដល់ទីសំគួរនឹងអាស្រ័យទៅហើយម្ដេចចៅវេខ្មាស់សងគុណចង់ស៊ីគាត់ទៅវិញតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងនេះណែលោកសុភីទុនសាយតានេះគាត់ឲ្យខ្ញុំមកដោយសារជាមួយក៏ពិតមែនតែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គាត់ចងខ្ញុំទៅនឹងទូករទេះនេះខ្លាំងពេកស្ទើរតែដកខ្លួនដកដង្ហើមមិនបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងឲ្យគាត់ប្រគល់គោមួយមកឲ្យខ្ញុំស៊ីបើគាត់មិនព្រមឲ្យគោនោះទេខ្ញុំនឹងស៊ីគាត់វិញមើលតាឯងចងគេខ្លាំងហួសបានជាគេខឹងអញ្ចឹងចុះតាឯងមិនដេចបានចងគេខ្លាំងយ៉ាងនេះគ្នារកតែរើខ្លួនមិនបានផងទេខ្ញុំមិនបានចងគាត់តឹងខ្លាំងទេចងល្មមតែចប់កុំឲ្យធ្លាក់តែប៉ុណ្ណោះឯង
ខាងចោតថាចងខ្លាំងពេកឯខាងចម្លើយថាចងល្មមពាក្យអ្នកទាំងពីរអ្នកនេះគ្មានអ្នកណាជាកសិនសាក់សីទេបើដូច្នេះត្រូវចៅក្រពើឯងវាឡើងទូករទេះវិញឲ្យតាចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬធូរយ៉ាងណាទៅកាត់ទឹកដីនេះយុត្តិធម៌បានឯក្រពើជាសត្វល្ងងខ្លៅក៏វាក្រាបឡើងលើទូករទេះឲ្យតានោះចងដូចមុនតាក៏យកខ្សែចងក្រពើដូចមុនវិញមើលចៅក្រពើតាគាត់ចងតឹងយ៉ាងនេះឬទេលោកម្ចាស់តាគាត់ចងខ្ញុំខ្លាំងណាស់បើចងតែប៉ុណ្ណឹងខ្ញុំទៅខឹងអ្វីនឹងគាត់ទេតាទីកាប់កូនឈើយកមកធ្វើកូនកំព្រែរឹតថែមទៀតតានោះក៏ធ្វើតាមហើយរឹតត្បែងទាំងមុខទាំងក្រោយមួយទំហឹងដៃឯក្រពើនោះត្រូវគេរឹតនឹងត្បែងសឹងដកដង្ហើមមិនបានក៏ឆ្លើយថាលោកម្ចាស់នឹងហើយកាលពីលើកមុនគាត់ចងខ្ញុំតឹងយ៉ាងនេះឯងតឹងសឹងដកដង្ហើមមិនបានសូមលោកម្ចាស់ជាសាក្សីមើលទៅចោះតើអ្នកណាខុសអ្នកណាត្រូវលោកម្ចាស់ទុនសាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្កប់តានោះថាតានៅចាំអីទៀតពូថៅនៅនឹងដៃយកមកបុះក្បាលវាមកមកអាខ្មោចសត្វអកតញ្ញូពុំដឹងគុណគេអញ្ចឹងនេះតាចាស់បានឱកាសទុនសាយប្រាប់ដូច្នេះកាប់ជាកំណាត់តូចធំជាច្រើនឈប់កាប់ខ្ញុំទៅតាខ្ញុំដឹងខុសហើយតាឈប់កាប់ខ្ញុំទៅតាខ្ញុំឈឺណាស់ខ្ញុំដឹងខុសហើយក្រពើក៏លងនៅក្តីអន្តរាយហោង